ចាបតោងសាវបតោងកបោបបងប្អូនចង់រៀនចាក់អាចចាក់បាននេះបងប្អូនតោះយើងមើលស្អាតខ្លាំងបងប្អូននៅក្រៅស្អាតដោយសារតែខ្ញុំអត់សូវចេះថតម៉ានេះបងប្អូនហើយនឹងយើងអាចដាក់ក្រែមដាក់ប៊ិចដាក់ហ្វឺតដាក់អីបងប្អូនសិស្សសាលាអីជំនួសដូចជាទៅបាន2បែប3បែបបងប្អូនយើងអាចធ្វើជាបតោងសាវបតោងកបោបស្អាតហើយអ្វីដែលសំខាន់យើងអាចក្នុងនឹងដាក់សម្ភារៈបានទៀតព្រោះខ្ញុំចាក់នេះខ្ញុំចាក់យកធំទលាយល្អអាចដាក់ក្រែមដាក់អីតិចតួចបានបងប្អូនបើបងប្អូនស្រឡាញ់ចូលចិត្តសូមជួយសាស្ត្រានិងមេដៃឲ្យបងប្អូនមានចម្ងល់អីអាចខមមិនសួរបានបងប្អូនចាអាហ្នឹងយើងចាប់ផ្ដើមរៀនចាសម្ភារៈដែលយើងត្រូវរៀនមានម្ជុលលេខ1កន្លះ1បងប្អូន 1.1m ចាបន្ទាប់មកអំបោះមានអំបោះ3ពណ៌បងប្អូនអំបោះពណ៌ធូជេតឬក៏បងប្អូនមានអំបោះអីក៏បានដែរបងប្អូនចាយើងចាប់ផ្ដើមចាក់ក្នុងហ្នឹងយើងចាក់នេះបងប្អូនយើងចាក់ចំនួន8បង្គោលតឿបងប្អូន8បង្គោលតឿចាដល់ពេលយើងចាក់ក្នុងនឹងគ្រប់8បង្គោលតឿហើយបងប្អូនរកវាឲ្យតឹងចារកវាឲ្យតឹងហើយជុំទី2បងប្អូនចាក់ក្នុងមួយរុន2បង្គោលតឿបងប្អូនជុំទី2យើងចាក់2បង្គោលតឿបងប្អូនចាអញ្ចឹងយើងបាន16បង្គោលតឿជុំទី3បងប្អូនចាក់1បង្គោលតឿមួយទៀត2ចាក់2 1 2 1 2 1រហូតដល់ជុំបងប្អូន